ជាលើកទី1របស់ខ្ញុំដែលធ្វើដំណើរឡើងភ្នំដើរព្រៃនោះទេតែនេះជាលើកទី1ដែលខ្ញុំបានធ្វើដំណើរមកកាន់ភ្នំអូរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាមានកម្ពស់1813ម៉ែត្រជាពិសេសនេះជាបទពិសោធន៍ទី1របស់ខ្ញុំហើយដែលគេសម្រាប់បោះតង់នៅក្នុងព្រៃឡើងភ្នំបែបលក្ខណៈឡើងអភិជនតែម្ដងដោយសារកន្លងមកដល់ព្រៃឡើងភ្នំគឺទៅដើម្បីតែជិតស្មៅឬទៅរកដើមរុក្ខជាតិដើម្បីយកមកធ្វើជាឱសថជាដើមតាមពិតទៅគ្រប់យ៉ាងដែលកើតឡើងគឺសុទ្ធតែមានហេតុនិងផលរបស់វាដូចខ្ញុំអញ្ចឹងដែរមកដល់ភ្នំអូរ៉ាល់នេះគឺដើម្បីមកស្វែងរកខ្លួនឯងមិនបានគ្រាន់តែស្វែងរកខ្លួនឯងចាំបាច់មកដល់ភ្នំអូរ៉ាល់ហើយភ្នំនៅក្បែរផ្ទះមានមិនក៏មិនឡើងទៅរកខ្លួនឯងទៅខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងបែបនោះតែក្រោយពេលដែលខ្ញុំបានមកដល់ទីនេះគឺខ្ញុំលែងឆ្ងល់ទៀតហើយខ្ញុំមានតែអរគុណខ្លួនឯងដែលហ៊ានក្នុងការសម្រេចចិត្តនាំខ្លួនឯងមកដល់ទីនេះដំណើរឡើងភ្នំលើកនេះគឺខ្ញុំបានជួបជាមួយនឹងមនុស្សថ្មីដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមកតទៅសោះតែរយៈពេលមិនបានប្រមាណនាទីយើងក៏បានស្គាល់គ្នាចេះយកអាសាគ្នាចែករំលែកគ្នានៅអ្វីដែលម្នាក់ទៀតមានហើយម្នាក់ទៀតមិនមានដោយសុភាសិតបុរាណខ្មែរមួយឃ្លាថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយអ្វីដែលពិសេសគឺខ្ញុំពិតជាសូមសរសើរទៅដល់បងស្រីដែលធ្វើដំណើររួមគ្នាជាមួយនឹងខ្ញុំពួកគាត់ពិតជាក្លាហានហើយមានភាពអត់ធ្មត់ទោះបីពេលខ្លះហត់តែពួកគាត់អត់បោះបង់ក្នុងដំណើរមួយនេះទេស្ពឺឯបងពាក្យស្ពឺពីផ្លែឯបងផ្លូវជីវិតរបស់ខ្ញុំគឺប្រៀបបីដូចជាផ្លូវឡើងទៅកាន់កំពូលភ្នំចឹងដែរកន្លែងខ្លះក៏រាបស្មើកន្លែងខ្លះទៀតក៏ត្រូវឡើងទួលតោងខ្សែតោងកូនឈើតោងមែកឈើហើយកន្លែងខ្លះទៀតទោះបីជាខំប្រឹងប្រយ័ត្នយ៉ាងណាក៏នៅតែដួលអុកគូតតែបានផ្លូវជីវិតក៏អត់ខុសគ្នាប្រហែលដែរដល់កន្លែងខ្លះធ្វើឲ្យខ្ញុំដួលម្ដងជាពិបាកក្នុងការងើបឡើងមកវិញខ្លាំងមែនទែនតែយ៉ាងណាក៏ខ្ញុំនៅតែជំនះប្រឹងងើបខ្ញុំអត់អាចឲ្យបញ្ហាទាំងឡាយទាញខ្ញុំឲ្យនៅតែមួយកន្លែងបានទេមេរៀនបន្ទាប់នោះគឺអំពីការឈប់សម្រាកក្នុងការធ្វើដំណើររបស់ខ្ញុំនិងបងផ្សេងទៀតគឺបានឲ្យខ្ញុំដឹងថាតាមពិតទៅការឈប់សម្រាកនៅពេលដែលខ្ញុំហត់មិនមែនមានន័យថាខ្ញុំបោះបង់នោះទេតែការឈប់សម្រាកនោះបានធ្វើឲ្យខ្ញុំផ្ដល់ឲ្យខ្លួនឯងនៅការដកដង្ហើមមួយវែងនិងបានស្ដាប់ឮពីបេះដូងច្រេះចាប់របស់ខ្ញុំខ្លួនឯងដែលវាកំពុងតែលូតឌុកដាក់តាមពិតទៅខ្ញុំអត់ដែលបានចាប់អារម្មណ៍នឹងបេះដូងខ្លួនឯងសូម្បីតែដង្ហើមខ្លួនឯងកំពុងតែដកក៏ខ្ញុំពេលខ្លះភ្លេចថាខ្លួនឯងនៅមានដង្ហើមដូចគ្នាតាមពិតទៅខ្ញុំក៏មានបេះដូងមួយដែរអញ្ចឹងហើយបានចេះតែស្រឡាញ់ការឡើងភ្នំហ្នឹងណាខ្ញុំចាប់អារម្មណ៍ជាមួយនឹងរឿងរ៉ាវតូចនៅតាមផ្លូវស្ដាប់ឮច្បាស់នៅចង្វាក់បេះដូងខ្លួនឯងដឹងថាខ្លួនឯងនៅមានខ្យល់ដង្ហើមចេញចូលមានអារម្មណ៍ថាខ្លួនឯងនឹងដើមឈើរុក្ខជាតិសត្វបក្សីទាំងឡាយគឺតែមួយតែនេះគ្រាន់តែជាអ្វីដែលខ្ញុំទទួលបានពីខាងក្នុងខ្លួនរបស់ខ្លួនឯងតែប៉ុណ្ណោះទម្រាំឡើងមកដល់កំពូលភ្នំត្រូវឆ្លងកាត់ការបោះជំហានរាប់រយពាន់ម៉ឺនជំហានបានឡើងមកដល់កំពូលភ្នំខ្ញុំបានសម្លឹងមើលទេសភាពនៅខាងក្រោមហើយក៏អាចសម្លឹងឃើញបានកាន់តែឆ្ងាយអ្វីគ្រប់យ៉ាងពិតជាស្រស់ស្អាតតែមិនមែនដោយសារទេសភាពព្រៃព្រឹក្សាធម្មជាតិនានានៅលើកំពូលភ្នំនោះទេប៉ុន្តែដោយសារខ្ញុំបានដឹងថាខ្លួនឯងរឹងមាំប៉ុណ្ណាដែលអាចមកដល់ចំណុចនេះបានហើយចំណុចនេះជួនកាលវាគ្រាន់តែជាចំណុចចាប់ផ្ដើមនៃដំណើរបន្ទាប់របស់ខ្ញុំ